ពីសត្វទេពសត្វទេពសត្វទេពប្រគល់ជីវិតមកឲ្យយើងលោកម្ចាស់ភារកិច្ចត្រូវបានបញ្ចប់ហើយសត្វទេពវិញ្ញាណរបស់ខ្ញុំបានឃើញហើយធ្វើបានល្អណាស់ចុះរឿងដែលលោកសន្យានឹងខ្ញុំវិញយើងចង់ឲ្យឯងជួយសម្រេចកិច្ចការចុងក្រោយមួយទៀតដល់ពេលនោះយើងនឹងជួយឯងដោយពិតប្រាកដតើជារឿងអ្វីល្អយើងយល់ព្រមតាមឯងប៉ុន្តែយើងសង្ឃឹមថាឯងនឹងរក្សាសន្យាឯងគ្មានជំរឿផ្សេងទេយើងនឹងផ្ដល់កម្លាំងធាតុឲ្យឯងតើឯងកើតអ្វីនឹងខ្ញុំរងាខ្ញុំមិនអីទេ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 ចាំមើលថាម្ដងនេះឯងនឹងដោះស្រាយយ៉ាងណាហ្វុងលីហុយខាលោកមេតបលោកមេតបបាត់ដៃទេពស៊ូវិជាមុនប្រឆាំងមេឃសូមមេត្តាចូលចាំឡើងនឹងជាងនឹង
ហេតុអ្វីបានជាឯងមិនទាន់ចេញទៅទៀតខ្ញុំបានសន្យាថានឹងជួយសង្គ្រោះមនុស្សដូច្នេះខ្ញុំមិនចង់ជំពាក់គុណលោកទេប៉ុន្តែខ្ញុំបានធ្វើឲ្យរបស់លោកខូចបាត់ហើយមិនអីទេវាមិនមែនជាកំហុសរបស់អញទេទៅចុះតើទៅណាភ្នំស៊ូសានតើទៅភ្នំស៊ូសានធ្វើអ្វីមានតែកញ្ចក់ហោធានរបស់ភ្នំស៊ូសានអាចសម្លាប់ថាវិធានបានជួយសង្គ្រោះមនុស្សគ្រប់គ្នាលោកម្ចាស់សិស្សច្បងលេងនៅភូមិហ្វុងវៃហើយខ្ញុំនៅទីនោះមានអារម្មណ៍ដឹងពីដង្ហើមនាគមើលទៅដូចជាមានអ្នកចាប់ផ្ដើមធ្វើការហើយលីងឡុងតាមខ្ញុំទៅកំពូលភ្នំលាក់ដាវចាដាវឈីងស៊ូមិនអាក្រក់ទេដាវភ្លុះស្វាយបៃតងមានទាំងយិននិងយ៉ាងមានសម្លេងបន្លឺឆ្លៃឆ្លងគ្នាគ្រូចង់ឲ្យអញបន្តវេនដាវឈីងស៊ូប្រញាប់ស្វែងរកដាវជឿអេងមកវិញដើម្បីការពារគ្រោះថ្នាក់ដែលមិននឹកស្មានដល់ទទួលបញ្ជាដាវជឿអេងនេះគឺជាដាវនៃក្តីសង្ឃឹមចំណែកដាវឈីងស៊ូគឺជាដាវនៃការការពារដើម្បីទទួលបានការទទួលស្គាល់ពីដាវឈីងស៊ូត្រូវតែមានចិត្តចង់ការពារមានចិត្តចង់ការពាររោងភាពយន្តផ្ដាច់មុខយោយោអ៊ីរោងភាពយន្តផ្ដាច់មុខយោ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 ភាពយន្តភាពផ្ដាច់មុខសិស្សធ្វើការខ្វះចន្លោះបណ្ដោយឲ្យគេរត់គេចខ្លួនបានអាមីតូហ្វូមើលទៅអាសត្វត្រឆាននោះចាប់ផ្ដើមមានចលនាទៀតហើយភ្នំស៊ូសានបានបញ្ជូនដំណឹងមកហើយអ្នកសច្ចៈចិញ្ចើមវែងបានដឹងជាមុនហើយភ្នំស៊ូសានគឺជាខ្សែការពារចុងក្រោយនៃលោកីគ្រូនឹងប្រកល់សសររន្ទះបង្ក្រាបបិសាចឲ្យឯងដើម្បីជួយជាកម្លាំងដល់ពួកគេវ៉ាវ